scrap សម្បកចេកនេះប្រើតែម្ដងឃើញស្បែកយើងសភ្លាមហ្មងបងប្អូនប្រហែលជាឮថា scrap សម្បកចេកប្រហែលជាប្លែកបើសិនជាបងប្អូនចង់ធ្វើវិធីងាយៗអាចមើលវីដេអូនេះបានណាដំបូងឡើយបងប្អូនមានជាមួយនឹងទឹកដោះគោឆៅមួយកំប៉ុងមកសម្រាប់ទឹកដោះគោឆៅអត់តែពេលគេធ្វើ scrap វាតែងតែដាក់ជាមួយទឹកដោះគោឆៅចូលដោយសារតែទឹកដោះគោឆៅជំនួយស្បែករបស់យើងដែរជួយស្បែកយើងសភ្លឺថ្លាបន្តមកទៀតបើសិនជាបងប្អូនស្បែកធម្មតាអត់ស្ដើងខ្លាំងបងប្អូនអាចដាក់ជាមួយនឹងអំពិលទុំមួយដុំដូចខ្ញុំអញ្ចឹងបានតែសម្រាប់បងប្អូនដែលស្បែកស្ដើងខ្លាំងដកអំពិលទុំចេញទៅស្បែកស្ដើងតាក្រូចឬក៏អំពិលទុំក៏អត់ណែនាំឲ្យប្រើដែរអញ្ចឹងបងប្អូនអាចមើលតាមនឹងបានបន្ទាប់មកមានជាមួយនឹងសម្បកចេកបើនិយាយពីសម្បកចេកពិតជាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើដែលបងប្អូនភាគច្រើននឹកស្មានអត់ដល់ហ្មងសម្បកចេកជួយឲ្យស្បែកយើងភ្លឺថ្លាបំបត្តិស្នាមលឿនជួយបន្តឹងស្បែកហើយនឹងមានអត្ថប្រយោជន៍ជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់នៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនអាចស្រាវជ្រាវបន្ថែមបានហើយបងប្អូនមិនបាច់ភ័យខ្លាចថាប្រើទៅហើយខ្លាចលមាស់ស្បែកឬក៏ខ្លាចស្អិតស្បែកឬក៏កម្ៅស្បែកកំភៃណាអានេះពេលរបស់គ្នាផ្សំគ្រឿងដូចខ្ញុំបែបនេះបងប្អូននឹងទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់គ្រឿងផ្សំបន្ទាប់បងប្អូនមានបាយខ្ញុំដាក់បរិមាណប្រហែលជា2ស្លាបព្រាបាយនឹងឯងបងប្អូនបើសិនជាអត់ដឹងខ្ញុំនឹងប្រាប់បងប្អូនតគ្នាថាបាយពិតជាមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតែខ្សែតាបាយគឺចេញពីអង្ករយើងនឹងឯងហើយអង្ករពិតជាជួយធ្វើឲ្យស្បែកយើងក្មេងជួយស្បែកយើងភ្លឺថ្លាសមានសណាមចេញពីខាងក្នុងជួយពជាភាពចាស់យើងទៀតមិនខ្ញុំដាក់ប្រទាលមកកូនដុំប្រទាលកន្ទុយក្រពើស្រស់ប៉ុន្តែបងប្អូនតគ្នាចិត្តឲ្យអស់ជ័រណាបងប្អូនឥឡូវនេះខ្ញុំដួសដាក់ចូលក្នុងម៉ាស៊ីនក្លុកដើម្បីយកទៅក្លុកនេះគឺជាម៉ាស់ធម្មជាតិដែលបងប្អូនតាគ្នាអាចប្រើប្រាស់មួយសប្តាហ៍2ដងបើសិនស្បែកមុខបងប្អូនតាគ្នាអត់ស្ដើងក៏បងប្អូនតាគ្នាអាចប្រើប្រាស់នៅលើស្បែកមុខបានដែរតែបើស្បែកបងប្អូនតាគ្នាស្ដើងក៏ដាក់អំពិលទុំណាគ្រឿងផ្សំចុងក្រោយខ្ញុំដាក់ប្រេងដូងត្រជាក់1ស្លាបព្រាបាយទឹកឃ្មុំ1ស្លាបព្រាបាយអធិស្ឋានបងប្អូនទឹកឃ្មុំខ្ញុំរៀងសម្អាតបន្តិចហើយដោយសារតែគ្រាប់គម្របអត់ចិត្តឲ្យទឹកឃ្មុំសល់តែបន្តិចនឹងអញ្ចឹងដាក់អញ្ចឹងបណ្ដោយទៅនិយាយទៅបើនិយាយពី scrap នេះខ្ញុំឲ្យ rate 10 លើ 10 បងប្អូនតាគ្នាកុំភ្លេចសាកធ្វើណាគឺងាយស្រួលធ្វើមែនតើខ្ញុំធ្វើនេះគឺចម្រាញ់បំផុតហើយសម្រាប់បងប្អូនដែលគាត់អត់សូវមានគ្រឿងផ្សំចេបជប់អញ្ញៃច្រើនបងប្អូនតាគ្នាមានតែប៉ុណ្្នឹងក៏បងប្អូនអាចធ្វើបានដែរសិតតែបងប្អូនមាននៅផ្ទះស្រាប់បើសិនជាបងប្អូនអត់មានប្រេងដូងត្រជាក់បងប្អូនតាគ្នាអាចដាក់ប្រេងដូងក្តៅឬក៏ baby oil បានចេះទៅគ្រាន់តែលាបមកស្ទុះលើស្បែកយើងនឹងមានអារម្មណ៍ថាឡើងតឹងហើយឡើងភ្លឺតែម្ដងបងប្អូនកុំភ្លេចសាកធ្វើណាបើចង់បានជាមួយនឹងស្បែកដែលភ្លឺថ្លាស្អាតបងប្អូនអាចមកទឹកឲ្យតែបានចូលរូបកោសិកាចាស់ជាមួយនឹងស្ក្រាប់សម្បកចេកនេះតែម្ដងស្បែកបងប្អូនតាគ្នាភ្លឺស្អាតដែរតែប្រសិនជាបងប្អូនអត់មានពេលធ្វើដោយខ្លួនឯងបងប្អូនអាចជ្រើសរើសជាមួយនឹងស្ក្រាប់បន្លែអង្គរតាណាបឬក៏ស្ក្រាប់កាហ្វេអង្គរខ្ទិះដូងខាងខ្ញុំបានស្ក្រាប់ពីរមុខនេះអត់ចាំបាច់ប្រើទាំងពីរមុខក៏បានដែរប្រើតែមួយមុខមួយណាក៏បានផលដែរស្ក្រាប់កាហ្វេជួយស្បែកបងប្អូនតាគ្នាម៉ត់បាត់ស្នាមរូបកោសិកាចាស់បានល្អផ្ចិតរឹងរោមជំរុញការលីបលេរបស់បងប្អូនតាគ្នាឲ្យឆាប់មានប្រសិទ្ធភាពកាន់តែខ្ពស់ស្ក្រាប់បន្លែអង្គរដំណើបជួយសាច់យើងចាំបាត់មុនខ្នងហើយជួយស្បែកបងប្អូនតាគ្នាសភ្លឺថ្លាដែរតែបើនិយាយពីការសជាងគឺស្ក្រាប់កាហ្វេសជាងសំខាន់ស្ក្រាប់ខាងខ្ញុំគឺស្ក្រាប់អត់ឈឺស្បែកទេបងប្អូនក្រាបភ្លាមឃើញស្បែកយើងទន់ភ្លឺថ្លាម៉ត់អាលូងភ្លាមតែម្ដងប្រសិនជាបងប្អូនតាគ្នាចង់ស្បែកសកាន់តែខ្លាំងបងប្អូនបានលាបជាមួយនឹងលេខ្លួនយូរ៉ានិងប្រេងសង្វារបន្ថែមស្បែកស្អាតយកតាណាមិនអស់ទេ